តមកមើលសកម្មភាពខ្ញុំមួយថ្ងៃក្រោយចេញពីរៀននៅប្រទេសចិននិយាយទៅតាំងពីខ្ញុំចូលរៀននឹងមកគឺភាគច្រើនខ្ញុំរៀនព្រឹកហើយនៅថ្ងៃចុងថ្ងៃនេះចេញមកគឺប្រហែលជាខ្ទង់ម៉ោង5កន្លះប៉ុន្តែខ្ញុំចេញមកភ្លាមគឺខ្ញុំទៅហូបបាយហូបអីហើយបើខ្ញុំមកដល់បន្ទប់ភ្លាមក៏រៀបចំទុកដាក់ហើយបោះជួបបន្ទប់ដោយសារតែយើងចេញពីព្រឹកចឹងទៅវាមានសម្រាមហើយសក់យើងជ្រុះតិចតួចចឹងគឺខ្ញុំបោះអីហើយបើខ្ញុំទៅងុយទឹកបន្ទាប់ពីងុយទឹកអីហើយដោយសារថ្ងៃនេះគឺខ្ញុំមានរៀនបន្ថែមបញ្ចប់មេរៀនខ្លួនឯងចឹងទៅគឺខ្ញុំមកបិទជាមួយនឹងម៉ាស់ម៉ូជូជាប្រភេទ mass collagen ដែលខ្ញុំអាចបិទពី2ម៉ោងទៅ3ម៉ោងបានគឺងាយស្រួលសម្រាប់ខ្ញុំមែនតើអញ្ចឹងខ្ញុំអាចបិទម៉ាស់ផងរៀនផងក៏បានដែរគឺចំណេញពេលមែនតើហ្មងណាមួយខ្ញុំមកនៅស្រុកចិនហ្នឹងគឺវាខែត្រជាក់អញ្ចឹងតម្រូវឲ្យខ្ញុំមុជទឹកក្តៅហើយពេលដែលមុជទឹកក្តៅហើយមុខខ្ញុំទាំងខ្លួនទាំងមុខអីហ្នឹងគឺស្ងួតមែនតើហ្មងអញ្ចឹងគឺមានតែបិទម៉ាស់ហ្នឹងឯងដែលជួយធ្វើឲ្យមុខយើងមានសំណើមបានល្អហើយខ្ញុំតែមករៀននៅចិននេះគឺរយៈពេលតែ1ឆ្នាំទេអញ្ចឹងហើយគឺខ្ញុំបន្ទាប់ពីរៀននៅក្នុងថ្នាក់មួយគ្រូហើយគឺខ្ញុំត្រូវមករៀនខ្លួនឯងទៀតហ្មងដោយសារបើអញ្ចឹងទីគឺខ្ញុំរៀនអត់តាន់ទេហើយខ្ញុំមកចិនហ្នឹងគឺខ្ញុំអត់ចេះចិនសូម្បីតែបន្តិចហ្មងសូម្បីតែភីងអ៊ីងក៏ខ្ញុំអត់ចេះដែរហើយឥឡូវគឺខ្ញុំមកដល់បាន3ខែហើយឲ្យមកបុកបានហ៊ានដល់ XSK3 ហ្នឹងគឺពិបាកមែនតើហ្មងប៉ុន្តែធ្វើឲ្យគេរយៈពេលយើងខ្លីចង់យើងត្រូវផងរៀនឲ្យខ្លាំងជាងគេចឹងឥឡូវហ្នឹងគឺខ្ញុំបិទម៉ាស់ឲ្យរៀនគឺគ្រប់រយៈពេល3ម៉ោងអ្នកទាំងអស់គ្នាខ្ញុំក៏ដោះម៉ាស់ចេញហើយ apply ជាមួយនឹងសេរ៉ូនិយាយទៅបើមិនចឹងទេគឺមុខស្ងួតហើយពេលមុខស្ងួតនិយាយទៅវាលំមកហើយវាប្រេះឈឺមែនតើហ្មងចឹងខ្ញុំមកនៅស្រុកចិនគឺខ្ញុំប្រើពពួក moisturizer ឬមួយម៉ាស់អីហ្នឹងគឺចោះមែនតើហ្មងបន្ទាប់ពី apply skincare រួចអស់ហើយខ្ញុំចាប់ដើមទុកដាក់សភៅប៊ិចអីត្រៀមសម្រាប់រៀននៅថ្ងៃស្អែកបន្តទៀតរាល់ថ្ងៃគឺតែម៉ោង10កន្លះឬមួយម៉ោង10អីគឺខ្ញុំដេកហើយម៉ោងមិន10កន្លះនៅចិនហ្នឹងគឺវាស្មើនឹងម៉ោង10យើងនៅខ្មែរនឹងឯង Good night អ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ